សៀមប្រកូលដីចំនួន3ខែមកឲ្យខ្មែរនៅក្នុងឆ្នាំ1907 100ឆ្នាំក្រោយឆ្នាំ2008ប្រើពេលរយៈពេល3ឆ្នាំដល់ឆ្នាំ2011ចាញ់សង្គ្រាមខ្មែរចាញ់ទាំងបណ្ដឹងឬក្តីហើយហេតុអ្វី15ឆ្នាំក្រោយនេះសៀមនៅតែមានមហិច្ឆតាឈ្លានពានខ្មែរទៀតបងប្អូនដឹងមិនអត់គំនុំរបស់សៀមមកលើខ្មែរគឺមានតាំងពីសម័យអាណានិគមបារាំងមកម្លេះត្រូវតែប្រកូលទឹកដី3ខែចា3ខែឲ្យមកខ្មែរទាំងបង្ខំចិត្តនិងសប្បាយចិត្តបន្តិចនៅក្នុងពេលអាណានិគមជប៉ុនប៉ុន្តែនៅពេលជប៉ុនចាញ់សង្គ្រាមក៏ប្រកូលទឹកដីនោះមកឲ្យខ្មែរវិញស្ដេចភូមិពលអដុលយ៉ាដេតរៀបមានទី9មុនសោយទីបង្គន់នៅក្នុងឆ្នាំ2016គឺបានបញ្ជាឲ្យលោកអភិសិទ្ធវិជ្ជាជីវៈនឹងគឺឈ្លានពានខ្មែរនៅក្នុងឆ្នាំ2008ដល់ឆ្នាំ2011ហើយបងប្អូនដឹងមិនអត់នៅក្នុងវប្បធម៌នយោបាយបែបចាស់ៗរបស់សៀមគឺមានកំណត់ថាបើជាតិឬមួយក៏អំណាចរដ្ឋត្រូវបានបបាក់ការមិនឆ្លើយតបគឺជាការបាត់បង់កិត្តិយសដូច្នេះហើយការសងសឹកត្រូវបានយល់ឃើញថាអញ្ចឹងគឺជាវិធីស្ដារកិត្តិយសមិនមែនត្រឹមតែជាការឆ្លើយតបអារម្មណ៍នោះទេនៅក្នុងប្រវត្តិសាស្ត្រសៀមគឺគ្មានចំនួនណាដែលសៀមបានបាត់បង់ទឹកដីនិងទទួលរងក្តីអាម៉ាស់ដោយស្ដេចរាមាទី9និងទី10នោះទេបងប្អូនចាហើយបើសិនជាមិនឈ្លានពានខ្មែរនឹងយកទឹកដីនិងដើម្បីសងក្តីអាម៉ាស់នៅក្នុងចំនួននេះទេគឺគ្មានទេក្តីសង្ឃឹមសម្រាប់ស្ដេចសៀមចំនួនក្រោយជាពិសេសនឹងគឺរាជបុត្រស្នងរាជបន្តគឺមិនសូវគ្រប់ទឹករបស់សៀមនឹងតែម្ដងរំលឹកដល់ប្រវត្តិសាស្ត្រស្ដេចភូមិពលអដុលយ៉ាដេតរាមាទី9វិញបងប្អូនចាគឺខំព្រះតៃខ្លាំងមែនតើខំឡើងញ័រសាច់មែនតើណាដោយសារតែខ្លួនឯងនឹងគឺមិនបានស្ដារគឺមិនអាចស្ដារប្រវត្តិសាស្ត្រដែលបាត់ទឹកដីចំនួន3ខែត្រឡប់មកវិញទើបទ្រង់បញ្ជាឲ្យទិញយន្តហោះចម្បាំងនិងអាវុធជាច្រើនខ្លាំងមែនតើមុននឹងទ្រង់ចូលសោយទីបង្គន់នៅក្នុងឆ្នាំ2016ដោយសារតែចាញ់សង្គ្រាមនិងមិនបានទឹកដីនៅក្នុងឆ្នាំ2008ដល់ឆ្នាំ2011ព្រោះអាវុធ BM21 និងម៉ាស៊ីនបាញ់គ្រាប់រ៉ុកេតជាច្រើនប្រភេទរបស់ខ្មែរហើយបងប្អូនដឹងមិនទេកាលពី15ឆ្នាំមុនណាគឺខ្មែរយើងក៏ចាត់ទុកជាបងធំផ្នែកយោធានៅក្នុងអាស៊ានផងដែរហើយចូលមកដល់ក្នុងឆ្នាំ2025នេះវិញកម្ពុជាយើងគឺមាននាយករដ្ឋមន្ត្រីថ្មីគឺសម្ដេចមហាបវរថាបតីបន្តតំណែងបន្ទាប់ពីសម្ដេចតេជោនៅក្នុងឆ្នាំ2023អ្វីក៏កាន់តែអាក្រក់សម្រាប់សៀមដើម្បីមានមហិច្ឆតាឈ្លានពានខ្មែរពីព្រោះថាខ្មែរចាប់ផ្ដើមធ្វើទំនើបកម្មយោធាកាន់តែខ្លាំងនិងបង្កើនសេដ្ឋកិច្ចអភិវឌ្ឍកាន់តែខ្លាំងទៀតហើយជាពិសេសទៅទៀតនោះកម្លាំងនយោបាយរបស់ខ្មែរប្រែពីបែកបាក់បែកជាឯកភាពគ្នាវិញអានឹងគឺជាពេលដែលសៀមត្រូវតែធ្វើការសម្រេចចិត្តឲ្យបងប្អូនថាតើគួរឈ្លានពានខ្មែរឬមួយក៏មិនឈ្លានពានខ្មែរបន្តព្រោះតែគ្មានឱកាសទៀតទេបងប្អូនចាហើយបងប្អូនក៏បានដឹងដែរការឈ្លានពានមកលើខ្មែរនៅក្នុងឆ្នាំ2025នេះគឺមានអ្នកនៅពីក្រោយគឺជាព្រះអង្គម្ចាស់ក្សត្រីសូរិនថននឹងតែម្ដងដែលជាប្អូនស្រីរបស់ស្ដេចរាមាទី10បច្ចុប្បន្នពីព្រោះថាស្ដេចរាមាទី10របស់សៀមបច្ចុប្បន្ននេះបងប្អូនគឺគ្មានមហិច្ឆតានោះទេចារហូតដល់គេចាត់ទុកថាជាស្ដេចខ្សោយជាងគេនឹងមានរឿងអាស្រូវជាច្រើនមែនទែនរំលឹកដល់មុនសង្គ្រាម24កក្កដាគឺមានការបាញ់ប្រហារនៅខេត្តឧសភាបានសម្លាប់កងទ័ពខ្មែរម្នាក់នៅតំបន់មុំ3និងសៀមបានបង្កបញ្ហាជាច្រើនខ្លាំងមែនទែននៅតាមព្រំដែនតាំងពីខេត្តឧសភាមកនិយាយរួមទៅសង្គ្រាមសៀមឈ្លានពានគឺយើងគ្មានជំរឿននោះទេបងប្អូនគេមានចេតនាជាមុនមកហើយនឹងមហិច្ឆតាឈ្លានពានយើងដូច្នេះហើយយើងមានតែជំរឿ3ចាមានតែជំរឿ3តែប៉ុណ្ណោះទី1ហ្នឹងគឺទប់ទល់ទី2គឺវាយបកហើយទី3ហ្នឹងគឺបកគោលទឹកដីឲ្យទៅគេហើយតើយើងគួរជ្រើសរើសយកមួយណាសម្ដេចអគ្គមហាសេនាធិបតីនិងសម្ដេចមហាបវរធិបតីគឺបានជ្រើសរើសយកទាំង3ចំណុចនេះដើម្បីទប់ទល់ជាមួយនឹងសៀមមានដូចជាទប់ទល់ប៉ុន្តែមិនពង្រីកនៃសង្គ្រាមព្រោះតែសៀមនឹងចង់ពង្រីកសង្គ្រាមប៉ុន្តែបើសិនជាពង្រីកនៃសង្គ្រាមសៀមគឺអាចមានព្រៀបនឹងខូចខាតធ្ងន់ធ្ងរទាំងសងខាងវាយបកវិញគឺបើកច្រកឲ្យចូលដើម្បីកំទេចយុទ្ធសាស្ត្រស្នែងក្របីដើម្បីកំទេចសៀមនៅក្នុងទឹកដីខ្មែរដោយស្របច្បាប់បាត់បង់ទីតាំងក្នុងពេលច្បាំងនិងក្រោយច្បាំងដោយសារតែកម្លាំងកងទ័ពសៀមនឹងរលចូលក្រោយបទឈប់បាញ់មុនម៉ោង12ថ្ងៃគឺទុកដោះស្រាយតាមនីតិវិធីព្រោះវិធីពលីកងទ័ពនៅក្នុងទីតាំងពិបាកការពារប៉ុន្តែងាយលុកនឹងបាញ់ទប់ទល់នៅក្នុងពេលមានបទឈប់បាញ់គឺមិនមែនជាជំរឿនល្អរបស់ខ្មែរយើងឡើយដូច្នេះហើយទើបយុទ្ធសាស្ត្រការប្រើប្រាស់នៃយុទ្ធវិធីរឿងដែលយើងត្រូវតែយល់ហើយសូមកំជុលនិយមដូចជាហេតុអ្វីក៏មិនបាញ់យន្តហោះចម្បាំងរបស់សៀមទម្លាក់បើបាញ់ទម្លាក់គឺមានហេតុផលពីរយ៉ាងណាបងប្អូនណាទី1ហ្នឹងគឺត្រូវបាញ់ទម្លាក់នៅក្នុងទឹកដីខ្មែរយើងទៅស្របច្បាប់ដោយការបាញ់ដ្រូនចាបាញ់ទម្លាក់ដ្រូនអត្តឃាតនៅប៉ោយប៉ែតប៉ុន្តែបាញ់ធ្លាក់ទៅលើទឹកដីសៀមអាហ្នឹងគឺសៀមអាចចោទប្រកាន់មកលើខ្មែរយើងនៅក្នុងរូបភាពខ្មែរបំពេញដែនអធិបតេយ្យរបស់សៀមចំណុចទី2បើសិនជាបងប្អូនអត់ទាន់បានដឹងទេប្រភេទយន្តហោះចម្បាំងរបស់សៀមដែលធ្វើប្រតិបត្តិការទម្លាក់គ្រាប់នៅលើទឹកដីខ្មែរយើងនេះគឺសិតតែជាប្រភេទយន្តហោះដែលបរទេសកំពុងតែធ្វើចរាចរណ៍លក់ពេញពិភពលោកតែម្ដងឥឡូវខ្ញុំចង់សួរបងប្អូនថាចេះបើសិនជាយើងបាញ់ទម្លាក់របស់គេហើយតើអ្នកផ្គប់ផ្គង់ឲ្យសៀមហ្នឹងគឺគេមានអារម្មណ៍យ៉ាងណាបងប្អូនសាកគិតមើលខ្លួនឯងច្បាស់ណាស់បងប្អូន 100% គឺគេនឹងព្យាយាមផ្គប់ផ្គង់បន្ថែមជាច្រើនទៀតដើម្បីស្ដារនៃកិត្តិយសអាវុធរបស់គេដូច្នេះហើយសង្គ្រាមនេះគឺមិនងាយបញ្ចប់ទេបងប្អូនចារួចសៀមក៏បានដឹងដែរបានពួកវាព្យាយាមជំរុញឲ្យខ្មែរនឹងពង្រីកនៃសង្គ្រាមនឹងមែនតើអញ្ចឹងបើសិនជាយើងសរុបរួមមកវិញបងប្អូនចាមហិច្ឆតារបស់សៀមដើម្បីឈ្លានពានខ្មែរនេះគឺមានតាំងពីសម័យស្ដេចរាមាទី9របស់សៀមមកម្លេះរហូតបន្តមកដល់ស្ដេចរាមាទី10របស់សៀមទៀតសង្គ្រាមសៀមឈ្លានពានខ្មែរនេះមិនមែនគឺជារឿងចៃដន្យទេណាបងប្អូនហើយតើខ្មែរយើងគួរតែកំដរសង្គ្រាមនេះដែរទេគេចង់បន្តឯយើងចង់បញ្ចប់មិនមែនយើងខ្លាចទេបងប្អូនប៉ុន្តែខ្មែរគឺគ្មានអ្វីដែលចំណេញទេពីសង្គ្រាមមួយនេះដូច្នេះហើយទើបថ្នាក់ដឹកនាំជាតិរបស់យើងគឺលោកបានប្រើប្រាស់យុទ្ធសាស្ត្របញ្ចប់សង្គ្រាមនឹងតាមរបៀបនឹងសូមបងប្អូនយល់ដឹងហើយស្វែងយល់ជាចុងក្រោយបងប្អូនណាត្រូវតែជឿទុកចិត្តទៅលើរដ្ឋាភិបាលជឿទុកចិត្តទៅលើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដើម្បីយើងក៏ដើម្បីជាតិយើងទាំងអស់គ្នាផងដែរជួបខ្ញុំស្រីនួននៅវីដេអូក្រោយ